សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចា៎សូមឲ្យចិត្តយើងដែលជាកូនព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿងទ្រង់ក៏កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ទោះបើទូបង្គំដើរកាត់ច្រកភ្នំនៃម្លប់នៃសេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូបង្គំប្រណងហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូបង្គំទ្រង់រៀបតុនៅមុខទូបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូបង្គំពេលនៃទូបង្គំក៏ពេញហៀប្រកាសជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដរាបអស់កលជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដរាបទៅបងប្អូនលោកអ្នកទើបនឹងបានស្ដាប់នៅក្នុងទំនុកដំកើង23ខ1ទៅ6បញ្ជាក់បង្ហាញឲ្យឃើញអ្នកគង្វាលផ្គត់ផ្គង់នៅក្នុងទំនុកដំកើង23បានឆ្លុះបញ្ចាំងឲ្យឃើញតួអង្គព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អរស់នៅសម្រាប់កូនជៀមរបស់ព្រះអង្គដែលបានផ្ដល់ការធានារ៉ាប់រងពីរទី1គឺព្រះយេស៊ូវជាអ្នកគង្វាលដែលចាំខ្វៀលយើងរាល់ថ្ងៃដែលយើងត្រូវនឹកចាំថាសេចក្តីសុខរបស់យើងនឹងនៅអស់មួយជីវិតរបស់យើងជាកូនជៀមរបស់ទ្រង់យើងចាប់ផ្ដើមជីវិតរស់នៅរាល់ថ្ងៃដោយមានទំនុកចិត្តនៅក្នុងគម្ពីរយូហានចំពុក10បានប្រាប់យើងឲ្យដឹងថាព្រះយេស៊ូវទ្រង់យាងនាំមុខយើងដូច្នេះផ្លូវដែលយើងដើរទៅមុខនោះមិនមែនជាផ្លូវថ្មីដែលព្រះយេស៊ូវមិនដែលបានដើរពីមុននោះទេពិតមែនយើងមិនបានដឹងថែមទាំងមិនយល់ពីអ្វីដែលរុំព័ទ្ធយើងជុំវិញនោះក៏ដោយក៏កុំឲ្យមានការភ័យខ្លាចត្បិតអ្នកគង្វាលនៅគង់ជាប់ជាមួយនឹងយើងជានិច្ចប្រណងទ្រង់នឹងកំចាត់ខ្មាំងហើយដំបងទ្រង់នឹងកែតម្រង់ផ្លូវជាមយើងអាចនឹងនៅចិត្តអ្នកគង្វាលតាមរយៈព្រះបន្ទូលទ្រង់ការធានារ៉ាប់រងទី2គឺថាព្រះយេស៊ូវជាអ្នកគង្វាលនឹងខ្វៀលយើងរហូតអស់មួយជីវិតក្នុងទំនុកដំកើង23នេះបានបញ្ជាក់សង្ខេបជីវិតរបស់អ្នកគ្រីស្ទាន
នៅក្នុងខ1និងខ2បង្ហាញពីជីវិតដែលនៅពីកុមារភាពដែលត្រូវការពារនិងផ្គត់ផ្គង់ព្រះទ្រង់ស្រឡាញ់ហើយតាមការពារថែរក្សាផ្គត់ផ្គង់ឲ្យនៅក្នុងខ3បង្ហាញពីជីវិតជាវ័យជំទង់ដែលត្រូវការដឹកនាំនិងអប់រំព្រានប្រដៅអ្នកកងវាដ៏ល្អស្វះស្វែងរកជាមក្នុងវ័យនេះដោយនាំនឹងតម្រង់គេមកវិញក្នុងខ4និងខ5សំដៅទៅវ័យកណ្ដាលដែលជាឆ្នាំពិបាកនៅពេលដែលកូនធំពេញវ័យហើយនោះការចំណាយក៏កើនឡើងដែរដែលត្រូវការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ថែរក្សាខ6បង្ហាញក្នុងវ័យដែលមុតមមហើយពេលខ្លះយើងរកយល់មិនបានថាហេតុអ្វីក៏មានការនេះការនោះកើតឡើងប៉ុន្តែថ្ងៃមួយយើងនឹងបានដឹងថាអ្វីទាំងអស់គឺនៅក្រោមព្រះគុណនិងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដូច្នេះចូលយើងសម្លឹងមើលទៅមុខហើយនឹងឃើញដំណាក់របស់ព្រះជាម្ចាស់ត្បិតថ្ងៃមួយនោះយើងនៅក្នុងដំណាក់របស់ទ្រង់ជារៀងរៀបដរាបតទៅអ្វីដែលបងប្អូន